រឿងឆ្កែខំប្រែតការសាសនាព្រះទសពលព្រះនាមកសបៈមានកហបតីម្នាក់ជាឧបាសកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបានបបួលឧបាសកចំនួន500នាក់សុទ្ធតែបានសម្រេចនៅសោតាបត្តផលនាំគ្នាធ្វើទានផ្សេងៗមានធ្វើវត្តអារាមធ្វើស្ពានថ្នល់ធ្វើទីចង្ក្រមធ្វើព្រះវិហារថ្វាយព្រះសង្ឃមានព្រះពុទ្ធជាព្រះប្រធានបាននាំភរិយារបស់ខ្លួនគ្រប់គ្នាដើរធ្វើបុណ្យទានពីវត្តមួយទៅវត្តមួយមានបិតិរីករាយសើចសប្បាយរាល់ថ្ងៃមានថ្ងៃមួយនោះភរិយាកហបតីឧបាសកនាំបរិវារ500នាក់ចូលទៅក្នុងវត្តទៅដល់សាលាសំណាក់មួយនាំគ្នាឈប់សម្រាកជួនជាមានអ្នកលេងភ្លេងរបាំកំឡោះ2នាក់នៅលើសាលានោះបានឃើញពួកស្ត្រីហើយក៏នាំគ្នានិយាយពាកូនីអាយដោយឃើញស្ត្រីទាំងនោះមានរូបឆោមល្អឆើតឆាយឯពួកស្ត្រីទាំងនោះមិនស្ដីរោគមួយម៉ាត់សោះអ្នកលេងបានទៅនិយាយនឹងបុរសម្នាក់ឲ្យជួយនិយាយបើបាននឹងឲ្យរង្វាន់1000កហបណៈបុរសនោះទៅនិយាយបានលើភរិយាកហបតីឧបាសកថ្ងៃក្រោយមកភរិយានោះក៏បានក្បត់ស្វាមីរបស់ខ្លួនហើយបានហាមប្រាមស្ត្រីបរិវារ500របស់នាងមិនឲ្យទៅនិយាយឲ្យស្វាមីខ្លួនដឹងថ្ងៃមួយកហបតីឧបាសកបានដឹងថាភរិយាខ្លួនប្រព្រឹត្តអនាចារនឹងអ្នករបាំក៏ហៅទៅសួរស្ងាត់កុំបាំងនាងកុហកថាមិនបានក្បត់ដូច្នោះកំពុងតែនិយាយជួនមានឆ្កែខ្មៅកំបុតត្រចៀកមួយរត់កាត់មុខនាងក៏ស្បត់ជូនឧបាសកថាបើខ្ញុំក្បត់មែនសូមឲ្យឆ្កែកំបុតត្រចៀកនេះវាមកខំសាច់ខ្ញុំរាល់ថ្ងៃចោះកហបតីឧបាសកក៏នៅមិនតាន់ជឿសពទើបហៅស្ត្រីបរិវារ500នាក់មកសួរម្នាក់ម្ដងស្ត្រីទាំងនោះឆ្លើយតែពាក្យមួយដូចគ្នាថាខ្ញុំមិនដែលឃើញបុរសណាទៅចិត្តឬនិយាយជាមួយម្ចាស់ស្រីឡើយបើខ្ញុំកុហកសូមឲ្យខ្ញុំកើតជាតិណាឲ្យកើតជាបរិវារម្ចាស់ស្រីរាល់ជាតិកហបតីឧបាសកក៏ជឿសពថាភរិយាខ្លួនពិតជាបរិសុទ្ធមែននាងភរិយានោះត្រូវទោសក្បត់ឲ្យផលក៏ចេះតែក្តៅញ័រក្នុងខ្លួនស្គមរីងរៃយូរទៅក៏ស្លាប់ទៅកើតជាប្រែតញីនៅក្នុងចន្លោះភ្នំនាព្រៃហេមពៀនមានវិមានប្រាសាទសួនច្បារនិងស្រះទឹកធំមួយឈ្មោះកណមុត្តៈជាទីមនោរម្យក្រៃលែងដោយអំណាចបុណ្យដែលខ្លួនបានធ្វើពីជាតិមុនចំណែកស្ត្រីជាបរិវារ500នាក់កាលណាបើអស់អាយុក៏ទៅកើតជាបរិវារនាងទាំងអស់ព្រោះត្រូវសម្បត្តិឯនាងប្រែតនោះវេលាយប់ឡើងក៏ត្រូវសម្បត្តិបណ្ដាលឲ្យនាងចុះពីប្រាសាទទៅក្នុងស្រះកណមុត្តៈបាបកម្មបណ្ដាលឲ្យឆ្កែខ្មៅកំបុតត្រចៀកមួយធំប៉ុនដំរីឲ្យកើតឡើងស្ទុះមកខំស៊ីនាងជាកំណាត់តូចធំហើយធ្វើឲ្យសាច់នោះដុះឡើងវិញភ្លាមឆ្កែនោះខំស៊ីទៀតដរាបដល់ភ្លឺទៅឆ្កែនោះទៅវិញដល់វេលាថ្ងៃនាងសោយសម្បត្តិទៅផ្លាស់ប្ដូរតែយ៉ាងនេះរាល់វេលាថ្ងៃមួយនាងនាំពួកបរិវារ500នាក់ទៅលេងសួនច្បារបេះផ្លែស្វាយទឹកបរិភោគហើយបណ្ដែតលេងតាមស្ទឹងដែលហូរពីព្រៃហេមពៀនទៅក្រុងពារាណសីផ្លែស្វាយនោះក៏បណ្ដែតទៅជាប់នឹងសំណាញ់នៅមុខព្រះរាជវាំងព្រះបាទព្រហ្មទត្តត្រង់កន្លែងដែលព្រះអង្គតែងតែទៅក្រសាលព្រះឧតកវ៉ារីពួករាជអាមាត្យរើសផ្លែស្វាយនោះមកថ្វាយព្រះរាជាទតឃើញផ្លែស្វាយនោះអស្ចារ្យធំប៉ុនឃ្លោកមានពណ៌ដូចមាសក៏ទ្រង់ត្រាស់ឲ្យរាជអាមាត្យស៊ីលោមើលដល់ស៊ីទៅអាមាត្យនោះคล้ายទៅជាក្មេងប្រហែលអាយុ16ឆ្នាំមានពណ៌ល្អមានកម្លាំងច្រើនព្រះរាជាឲ្យរើសយកទាំងនេះមកថ្វាយឲ្យព្រះអង្គសោយក៏មានប្រកាយពលស្រស់ល្អដូចប្រជជនអាយុ16ឆ្នាំ
ដល់សោយអស់ទៅព្រះរាជាចាប់ឲ្យរាជបុរសឲ្យស្វែងរកស្វាយទៀតឯរាជបុរសក៏មិនអាចទៅរកស្វាយបានទៅព្រះរាជាទ្រង់ប្រជុំអ្នកខ្លាំងពូកែត្រាស់ថាអ្នកណាអាចទៅរកផ្លែស្វាយនោះបានយើងនឹងឲ្យរង្វាន់ជាទីកប់ចិត្តពេលនោះមានព្រាហ្មណ៍រឹកម្នាក់ស៊ូបដូរជីវិតដើម្បីទៅរកផ្លែស្វាយនោះព្រះរាជាក៏ចាប់ឲ្យទៅដោយរុះរាន់ព្រាហ្មណ៍រឹកដើរចេញទៅតាមស្ទឹងជាយូរថ្ងៃបានជួបនឹងឥសីមួយអង្គសួរថាដើមស្វាយទិព្វមាននៅទីណាឥសីប្រាប់ថាក្នុងព្រៃហេមពៀននៅត្រង់ចន្លោះភ្នំក្បែរអន្លង់ទឹកធំឈ្មោះកណ្ណមុដៈចម្ងាយ60យោជន៍រាប់ពីនេះទៅព្រាហ្មណ៍រឹកដើរយូរថ្ងៃមកក៏បានជួបនឹងឥសីមួយអង្គទៀតសួរលោកថានៅប្រមាណយោជន៍ទៀតទើបដល់ដើមស្វាយទិព្វលោកប្រាប់ថានៅ30យោជន៍ទៀតព្រាហ្មណ៍រឹកខំស្រោតរុះរាន់ជាយូរថ្ងៃបានជួបនឹងឥសីមួយអង្គទៀតឥសីមួយអង្គនោះលោកធ្លាប់ទៅដល់បានស្គាល់ច្រកល្ហកសពគ្រប់លោកប្រាប់តាមដំណើរថានៅខ្វះ15យោជន៍ទៀតទើបទៅដល់បើអ្នកទៅតាមស្ទឹងធំនេះឃើញមានស្ទឹងតូចមួយបែកពីមាត់ស្ទឹងធំទៅអ្នកចូលដើរទៅតាមស្ទឹងតូចនោះលុះទៅដល់ចន្លោះភ្នំនោះងងឹតណាស់អ្នកត្រូវកាន់ឈើស្ងួតចងធ្វើគំនោភ្លើងអុចកាន់ដើរទៅចំនួន3យោជន៍នឹងដល់ដើមស្វាយទិព្វនោះហើយព្រាហ្មណ៍រឹកក៏ដើរទៅតាមបង្គាប់ឥសីបានទៅដល់ដើមស្វាយទិព្វនោះស្រាប់តែភ្លឺស្រឡះមានស្រះធំមានសួនច្បារមានប្រាសាទល្អត្រកាលមួយស្របក់ពុំតាន់បានបេះស្វាយនោះផងស្រាប់តែឃើញស្រី500នាក់រត់មកប្រាសាទមករកខ្លះសើចខ្លះបោយដៃហៅថាអ្នកស្វាមីអ្នកបងព្រាហ្មណ៍រឹកជាមនុស្សកលកិណីមានរាសីទុនក៏គិតភ័យរត់ត្រឡប់មកវិញតលតែដល់ក្រុងពារាណសីចូលទៅក្រាបបង្គំទូលព្រះបាទព្រហ្មទត្តថាទូលព្រះបង្គំបានទៅដល់ហើយឃើញដើមស្វាយទិព្វមានផ្លែរយិញរយោងរៀបតែនឹងបេះហើយស្រាប់តែឃើញស្ត្រីល្អដូចទេវតារត់សើចក្អាកក្អាយមករកទូលព្រះបង្គំភ័យតក់ស្លុតទើបរត់ត្រឡប់មកវិញព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះហើយក៏មានព្រះរាជាហឫទ័យច្របួលច្របល់ស្ដេចយាងទៅទើបរៀបចំប្រគល់រាជសម្បត្តិឲ្យមហាអាមាត្យថែរក្សាក៏ស្ដេចយាងចេញជាមួយនឹងព្រាហ្មណ៍រឹកកាលបើស្ដេចយាងទៅជិតដល់ហើយទតឃើញច្បាស់ហើយឲ្យព្រាហ្មណ៍រឹកត្រឡប់មកនគរវិញព្រះរាជាបានយាងចូលទៅក្នុងសួនច្បារពួកស្ត្រីបរិវារ500នាក់ឃើញហើយរត់មកថ្វាយបង្គំនាំទៅប្រាសាទនាងប្រែតចេញមកទទួលព្រះរាជាសួរដំណឹងសពគ្រប់ដឹងថាជាព្រះចៅក្រុងពារាណសីក៏ថ្វាយខ្លួនជាបរិវារហើយនាំព្រះអង្គទៅស្រង់ទឹកស្រេចហើយថ្វាយសម្ពុតទិព្វថ្វាយប្រស្ងោយទិព្វនាំស្ត្រីបរិវារទាំង500នាក់ច្រៀងរំថ្វាយនាំក្រសាក្នុងសួនច្បារព្រះរាជាសោយប្រស្ងោយផ្លែស្វាយហើយស្រេចមានប្រកាយពលស្រស់បោះហាក់ដូចជាទេវបុត្រដល់ពេលរាត្រីក៏ផ្ទុំក្នុងប្រាសាទជាមួយនាងប្រែតនោះប៉ុន្តែព្រះរាជាពុំដឹងថាស្ត្រីនោះជាពួកប្រែតឡើយជាពិសេសគឺក្នុងប្រែតស្ថាននោះសុទ្ធសឹងតែជាស្ត្រីទាំងអស់មានតែបុរសតែព្រះអង្គមួយប៉ុណ្ណោះចំណែកនាងប្រែតនោះជាធម្មតាតែងដល់វេលាអាត្រាតនាងចុះឈរក្បែរឆ្នេរស្រះកណ្ដមុខៈឆ្កែខ្មៅកំបុតត្រចៀកកើតឡើងភ្លាមក៏ស្ទុះមកខំជាកំណាត់តូចធំស្លាប់កើតដរាបដល់ចិត្តភ្លឺផុតអំណាចកម្មនាងឡើងចូលទៅផ្ទុំក្បែរព្រះអង្គវិញតែយ៉ាងនេះរាល់ថ្ងៃចំនួន40ឆ្នាំគត់គឺចាប់ពីត្រឹមដែលព្រះរាជាស្ដេចយាងទៅប៉ុន្តែព្រះរាជាអត់ដឹងសោះព្រោះផលកម្មរបស់នាងបិទបាំងថ្ងៃមួយ
ចុងក្រោយនៃនាងសោយកម្មអស់ព្រះរាជាទ្រង់តានពាក់កណ្ដាលអត្រាតបាត់មិនឃើញនាងក៏ស្ដេចចេញតាមរកមើលឃើញឆ្កែកំពុងខំជាកំណាត់ទើបទ្រង់យកព្រះខ័នទៅកាប់ឆ្កែនោះកាប់ដាច់ជាពីរកំណាត់កើតឆ្កែពីរឡើងខំទៀតកាប់ដាច់ឆ្កែពីរនោះជា4កំណាត់កើតឆ្កែ4កាប់4ចេញ8កាប់8ចេញ16ទើបនាងប្រែតស្រែកថាព្រះអង្គកុំធ្វើដូច្នេះបើព្រះអង្គជួយសង្គ្រោះខ្ញុំសូមខាស្ដោះទៅលើផែនដីហើយយកព្រះបាទឆ្លីទៅផលរបស់ខ្ញុំអស់ឆ្កែលែងកើតទៀតព្រះរាជាទ្រង់ធ្វើតាមក៏វិនាសកម្មពីក្នុងពេលនោះឯងប្រែតក្រាបបង្គំទូលថាកម្មខ្ញុំព្រះអង្គអស់ត្រឹមនេះហើយលែងសោយផលដូច្នេះទៀតហើយព្រះអង្គត្រាស់សួរថាផលកម្មដូចម្ដេចពីជាតិមុនបានដូចជាតិនេះនាងក្រាបបង្គំតាមដំណើររឿងព្រះរាជាបានជ្រាបសពថានាងនោះជាប្រែតក៏មានព្រះរាជហឫទ័យអត់សុខលានាងត្រឡប់ទៅព្រះនគរវិញមិនព្រមនៅជាមួយបន្តទៀតក៏យកសម្បត្តិទិព្វជាច្រើនទៅបូជាព្រះអង្គហើយហោះនាំបីពោព្រះរាជាទៅដាក់ដល់ប្រាសាទនាក្រុងពារាណសីហើយថ្វាយបង្គំអោបព្រះបាទទាយំសោកលាត្រឡប់មករំនៅខ្លួនវិញហងចំណែកខាងព្រះរាជាមានព្រះរាជហឫទ័យអាណិតក្រៃពេកទ្រង់ហូរទឹកនេត្រាខ្សឹបខ្សួលក្នុងព្រះរាជហឫទ័យលុះបន្ទោសបងនៅសេចក្តីខ្សឹបខ្សួលហើយក៏កើតធម្មសង្វេគយល់ច្បាស់នៅកម្មនិងផលរបស់កម្មទើបទ្រង់បរិច្ចាគទានរក្សាសិលដរាបដល់ទីវង្គតដល់ស្ថានសួគ៌ទេវលោកហងលុះដល់មកក្រោយមកក្នុងពុទ្ធកាលយើងនេះកាលព្រះសម្មាសម្ពុទ្ធសម្ដែងធម្មចក្រហើយគង់នៅក្បែរក្រុងសាវត្ថីកាលនោះព្រះមហាមោគលាននិមន្តទៅព្រៃហេមពៀនទតឃើញប្រែតនោះហើយព្រមទាំងបរិវារ500នាក់ដើរលេងត្រៀបត្រាក្បែរស្រះកុណមុត្តៈក៏ត្រាស់សួរប្រវត្តិបុព្វកម្មរបស់នាងបានដឹងសពគ្រប់អស់ហើយក៏និមន្តត្រឡប់ទៅកាន់សំណាក់ព្រះសម្ពុទ្ធក្រាបបង្គំទូលតាមដំណើររឿងព្រះពុទ្ធបរមគ្រូទ្រង់ប្រជុំពុទ្ធបរិស័ទទាំងក្រហោះទាំងបព្វជិតហើយមានតម្រេះថានាងប្រែតនោះតថាគតបានឃើញបានដឹងប្រវត្តិបុព្វកម្មគ្រប់តាំងពីតថាគតទើបតែត្រាស់ដឹងអនុត្តរធម៌នៅលើរតនបល្ល័ង្កក្រមលុបពោធិព្រឹកម្ល៉េះតែគ្មានអ្នកដទៃជាសាក្សីទើបតថាគតនៅស្ងៀមទ្រង់មានព្រះតម្រេះដូច្នោះហើយក៏ប្ររពសម្ដែងព្រះធម្មវិសេសទេសនាយករឿងប្រែតនោះជាហេតុទីបំផុតទ្រង់ប្រកាសអំពីអរិយសច្ចធម៌4ប្រការពុទ្ធបរិស័ទទាំងឡាយស្ដាប់ហើយមានសទ្ធាជ្រះថ្លាបានសម្រេចមគ្គផលតាមនិស្ស័យរៀងៗខ្លួនទៅចប់រឿងឆ្កែខំប្រែតតែប៉ុណ្ណេះ